អ្នកកំឡោះម្នាក់នេះមានកាយសម្បទាមិនដូចមនុស្សទូទៅទេហើយគេតែងតែតស៊ូនៅក្នុងជីវិតរបស់គេមិនថាពេលញ៉ាំបាយពេលឡើងជណ្ដើរឬក៏មុជទឹកគេតែងតែខំប្រឹងធ្វើដោយខ្លួនឯងទោះបីជាកិច្ចការទាំងនោះពិបាកខ្លាំងសម្រាប់រូបគេហើយបរិសុទ្ធដែលតស៊ូនៅក្នុងជីវិតមិនដែលរាថយមានឈ្មោះថាឆឹងហើយលក្ខណៈពិសេសដែលមនុស្សគ្រប់គ្នាមិនជឿថាគេអាចធ្វើបាននោះគឺការសិក្សារៀនសូត្រទោះជាដៃរបស់ឆឹងមិនត្រង់ដូចមនុស្សដទៃប៉ុន្តែគេអាចសរសេរអក្សរចិនបានយ៉ាងស្រួលហើយក៏ស្អាតជាងមនុស្សធម្មតាដែរថ្ងៃមួយយាយរបស់ឆឹងបាននាំឆឹងទៅជួបមិត្តភ័ក្តិចាស់ៗរបស់គាត់ដើម្បីធ្វើពិធីខួបកំណើតឲ្យឆឹងនៅទីនោះ祝你心想事成，祝你前途无量，祝你生日快乐，祝你生日，祝你幸福，祝你健康，祝你永远年轻漂亮。Happy birthday to you, Happy birthday to you。អ៊ំចាស់ៗនៅទីនោះមានអ្នកខ្លះមិនប្រកាន់ពីលក្ខណៈសម្បត្តិរបស់ឆឹងហើយមានអ្នកខ្លះប្រកាន់តែគាត់ប្រកាន់លក្ខណៈតិចតួចបំផុតពួកគាត់ក៏អង្គុយសម្លឹងមើលឆឹងញ៉ាំអាហារនិងផឹកស្រាផងដែរឆឹងក៏បានផឹកស្រាច្រើនហួសកំណត់ធ្វើឲ្យគេស្រវឹងសន្លប់តាមផ្លូវទៅផ្ទះវិញយាយរបស់គេខំហៅប៉ុណ្ណាក៏គេមិនភ្ញាក់ដែរពេលនោះស្រាប់តែម្ដាយរបស់គេមកទាន់ហើយក៏ជួយគ្រាឆឹងឡើងទៅលើផ្ទះពេលនោះម្ដាយរបស់គេបានយកទឹកត្រជាក់មកជូតខ្លួនដើម្បីកុំឲ្យខ្លួនរបស់គេក្តៅខ្លាំងពេកហើយម្ដាយរបស់ឆឹងក៏បានស្ដីឲ្យយាយថាគាត់មិនចេះមើលចៅទេបណ្ដោយឲ្យឆឹងផឹកស្រវឹងពិបាកគ្រាត្រឡប់មកផ្ទះវិញយប់ឡើងឆឹងក៏បានរៀបកន្លែងខ្លួនឯងដេកចារឹកលក្ខណៈរបស់គេក៏ខុសពីមនុស្សទូទៅដែរគេចូលចិត្តដេកក្នុងវ៉ាលីហើយយកក្រងឆ្អឹងខ្មោចជ័រយកមកអោបហើយយាយរបស់គេក៏យកភួយយកមកគ្របពីលើដើម្បីកុំឲ្យរងាថ្វីត្បិតតែបុគ្គលិកលក្ខណៈសម្បត្តិរបស់ឆឹងមិនដូចជាមនុស្សទូទៅប៉ុន្តែគេក៏អាចឈរនិយាយបង្រៀនក្មេងបានយ៉ាងស្ទាត់ជំនាញហើយក្មេងៗនៅក្នុងថ្នាក់នោះទឹកមុខរបស់ពួកគេសប្បាយចិត្តខ្លាំងណាស់ពួកគេរៀនផងសើចសប្បាយយ៉ាងក្អាកក្អាយចំណែកឯយាយរបស់គេគាត់បានយកទូរស័ព្ទមកថតឆឹងទុកហើយគាត់ក៏មានមោទនភាពទៅលើចៅរបស់គាត់ដែរនាយកសាលាបានមកប្រាប់យាយរបស់ឆឹងថាគាត់អរគុណណាស់ដែលឆឹងបានមកបង្រៀនក្មេងៗនៅថ្ងៃនេះប៉ុន្តែប៉ាម៉ាក់របស់ក្មេងៗពួកគាត់មិនចង់ឲ្យមានគ្រូដែលមានលក្ខណៈសម្បត្តិមិនប្រក្រតីមកបង្រៀនកូនៗរបស់គាត់ទេឆឹងក៏ចាប់ផ្ដើមមានការអន់ចិត្តហើយគេក៏សម្លឹងទៅមើលដើមឈើនៅខាងក្រៅសាលាម្នាក់ឯងយាយរបស់ឆឹងក៏បាននាំមកញ៉ាំមីជូហិលដែលជាប្រភេទអាហារចិនកំពុងល្បីនៅប្រទេសកម្ពុជាយាយរបស់ឆឹងក៏បានមកជួបជុំមិត្តភ័ក្តិរបស់គាត់អ៊ំចាស់ៗទាំងនោះពួកគាត់ចូលចិត្តលេងភ្លេងណាស់នៅថ្ងៃនោះពួកគាត់ខ្វះអ្នកវាយស្គរម្នាក់ពេលនោះស្រាប់តែយាយរបស់ឆឹងបាននិយាយថាមានមនុស្សម្នាក់អាចជួយវាយស្គរនៅក្នុងក្រុមរបស់យើងបានម្នាក់នោះគឺជាចៅរបស់យើងគឺឆឹងកំពុងតែផ្ញើ CV ដើម្បីធ្វើការពេលនោះអ៊ំទាំងនោះក៏បានងាកមកមើលឆឹងគ្រប់គ្នាឆឹងគេមិនព្រមធ្វើជាអ្នកវាយស្គរឲ្យយាយរបស់គេទេគេក៏បានបដិសេធនៅលើឡានក្រុងពេលនោះឆឹងក៏ឃើញស្ត្រីម្នាក់មានកូនទូចដើរចូលមកឆឹងគឺជាមនុស្សចិត្តល្អណាស់គេក៏បានចេញពីកៅអីរបស់គេឲ្យទៅស្ត្រីដែលមានកូនតូចនោះពេលស្ត្រីនោះចូលមកអង្គុយគាត់ក៏បានមើលលើមើលក្រោមកូនទូចរបស់គាត់ក៏បានសើចលេងជាមួយឆឹងដែរហើយគាត់ក៏ងាកមុខកូនរបស់គាត់ចេញមិនឲ្យសើចលេងជាមួយឆឹងទេពេលនោះឆឹងក៏មានការអន់ចិត្តដែររួចគេក៏បែរមុខចេញពេលនោះស្រាប់តែអ៊ំបើកឡានបានចាប់ហ្វ្រាំងយ៉ាងខ្លាំងធ្វើឲ្យឆឹងដួលយាយរបស់គេឃើញគាត់បានស្ទុះរត់ទៅលើកឆឹងឡើងហើយអ៊ំបើកឡាននោះក៏ដើរចេញមកស្រែកខ្លាំងៗថា
ខ្លួនឯងពីការហេតុអ្វីក៏មិនចូលអង្គុយដូចគេដូចឯងនៅឈររីរាធ្វើអីយាយរបស់ឆឹងឮពូបើកឡាននិយាយពាក្យមិនសមរម្យគាត់ក៏បានស្ដីឲ្យវិញថាបើអ្នកឯងមិនដឹងរឿងទេក៏មកស្ដីឲ្យចៅរបស់គាត់ព្រោះឆឹងគេមិនខុសទេពេលនោះអ្នកអង្គុយនៅក្រោយឡានក៏បានស្រែកគ្រប់គ្នាថាតែសារតែចៅរបស់គាត់ធ្វើឲ្យពួកគេទៅធ្វើការយឺតយាយរបស់ឆឹងរៀបនឹងផ្កាប់ចានពួកនោះហើយស្រាប់តែឆឹងទាញដៃមិនឲ្យទៅឆ្លោះជាមួយពួកនោះទេចំណែកឆឹងគេក៏អន់ចិត្តខ្លាំងណាស់ដែរម្ដាយរបស់ឆឹងគាត់កំពុងតែពោពោះកូនទី2ហើយក៏មិនបានប្រាប់រឿងពោពោះទៅដល់ឆឹងឲ្យដឹងដែរយាយរបស់ឆឹងបានយកទឹកអាកុលមកលាងរបួសឲ្យពេលនោះគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថាឆឹងអាចវាយកុំព្យូទ័រជាអក្សរចិនបានយ៉ាងស្ទាត់ជំនាញពេលនោះយាយរបស់ឆឹងក៏ឆ្លៀតឱកាសសុំឲ្យឆឹងធ្វើជាអ្នកវាយស្គរនៅក្នុងវង់របស់គាត់ឆឹងជាមនុស្សចិត្តទន់ណាស់រួចគេក៏បានយកព្រមជួយយាយរបស់គេហើយឆឹងក៏សុំយាយឲ្យទិញស្គរថ្មីឲ្យផងហើយលោកយាយគាត់សប្បាយចិត្តខ្លាំងណាស់ឆឹងកំពុងតែបញ្ចេញសមត្ថភាពវាយស្គរឲ្យអ៊ំនៅក្នុងក្រុមឃើញពេលនោះឈើវាយស្គរក៏របូតចេញពីដៃដែលជាអ្នកចម្រៀងនៅក្នុងក្រុមបានលាន់មាត់ថាដៃជាប់គ្នាអញ្ចឹងវាយស្គរមិនកើតពេលឮមិត្តភក្តិនិយាយបែបហ្នឹងយាយរបស់ឆឹងចាប់ផ្ដើមខឹងយ៉ាងខ្លាំងរួចក៏ស្ទុះទៅវាយតបគ្នាចំណែកឆឹងគេមិនខ្វល់នឹងពាក្យសម្ដីទាំងនោះទេគេនៅតែបន្តរៀនវាយស្គរឲ្យឆាប់ចេះពេលនោះស្រាប់តែមានកូនថាសមួយមកធ្លាក់នៅចិត្តនឹងហើយឆឹងក៏លឺអ្នកលេងគប់ថាសមួយក្រុមបានស្រែកប្រាប់ថាជួយគប់ថាសមកវិញបន្តិចឆឹងលឺបែបនោះគេក៏បានរំកិលខ្លួនម្ដងបន្តិចដើម្បីលូកយកថាសនោះដោយសារតែដៃរបស់គេមិនសូវត្រង់គេលូកយកថាសនោះមិនដល់ទេពេលនោះស្រាប់តែមាននារីម្នាក់បានដើរមកយកថាសរបស់គេទៅវិញនារីស្រស់ស្អាតរូបនោះបានអើតមើលឆឹងហើយក៏ញញឹមដាក់យ៉ាងសប្បាយចិត្តរួចនាងក៏ទៅលេងជាមួយនឹងមិត្តភក្តិរបស់នាងវិញចំណែកឆឹងគេបានអង្គុយសម្លឹងមើលនារីស្រស់ស្អាតម្នាក់នោះមិនដាក់ភ្នែកសោះពេលនោះស្រាប់តែមានអ៊ំស្រីម្នាក់បានមកហៅឆឹងឲ្យមកជួយខាត់យាយរបស់គេដែលកំពុងតែវាយតបគ្នាឆឹងបាននិយាយថាកំភៃអីអ៊ំយាយគាត់មិនដែលវាយចាញ់នរណាម្នាក់ទេហើយគេក៏បន្តសម្លឹងមើលនារីស្រស់ស្អាតម្នាក់នោះលេងគប់ថាសហើយគេក៏លង់ស្នេហ៍នារីស្រស់ស្អាតម្នាក់នោះហើយប៉ូលីសក៏បានឃាត់ក្រុមយាយរបស់គេដែលបានវាយតបគ្នាហើយប៉ូលីសក៏បានប្រាប់អ៊ំទាំងនោះឲ្យទេហៅសាច់ញាតិមកធានាទៅផ្ទះពេលនោះយាយរបស់ឆឹងហើយនិងមិត្តភក្តិរបស់គាត់ក៏បានសម្របសម្រួលត្រូវរើគ្នាពេលត្រឡប់ទៅផ្ទះវិញឆឹងបានព្យាយាមរៀនវាយស្គរនៅតាមផ្លូវហើយលោកយាយក៏ឃើញពីការខិតខំប្រឹងប្រែងរបស់ឆឹងដែរហើយគាត់ក៏បានវាយស្គរនិងរាំលេងជាមួយឆឹងយ៉ាងសប្បាយយប់ឡើងពេលអង្គុយរៀនឆឹងចាប់ផ្ដើមមើលម្រាមដៃរបស់ខ្លួនហើយគេក៏ខំប្រឹងលាដៃរបស់គេឲ្យត្រង់ម្ដងបន្តិចដោយសារតែសេចក្តីស្នេហាធ្វើឲ្យឆឹងចាប់ផ្ដើមចង់បានរាងកាយសម្បទាដូចមនុស្សធម្មតាដទៃទៀតហើយគេក៏ទៅមើលក្រុងឆ្អឹងមនុស្សជ័រដែលគេដេកអោបរយប់ព្រឹកឡើងអ៊ំចាស់នោះបានរអ៊ូពីទូរស័ព្ទរបស់គាត់ដោយសារតែអាសាជាប់លេខកូដហើយគាត់ក៏បានប្រាប់ឲ្យឆឹងជួយដោះលេខកូដឲ្យគាត់ពេលនោះឆឹងក៏បានយកទូរស័ព្ទរបស់អ៊ំប្រុសនោះមកដោះលេខកូដឲ្យដំបូងឆឹងយកទូរស័ព្ទរបស់អ៊ំប្រុសនោះមកស្កេនមុខហើយឆឹងក៏បានប្រាប់អ៊ំប្រុសនោះឲ្យហាមាត់ធំងាកទៅស្ដាំងាកទៅឆ្វេងហើយបិទមាត់ពេលដោះលេខកូដឲ្យអ៊ំប្រុសនោះហើយអ៊ំប្រុសនោះក៏លាន់មាត់ថាឆឹងពិតជាពូកែណាស់ពេលនោះលោកយាយរបស់ឆឹងបានឃើញនារីស្រស់ស្អាតម្នាក់បានដើរទៅរកឆឹងពួកគេទាំងពីរនាក់ក៏បានជួបគ្នាម្ដងទៀត
ឆឹងចាប់ផ្ដើមអៀននៅពេលដែលនារីដ៏ស្រស់ស្អាតម្នាក់នោះបានអង្គុយជិតគេពេលនោះស្រាប់តែអ្នកវាយស្គរប្រចាំក្រុមបានត្រឡប់មកវិញឆឹងក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពវាយស្គររបស់គេឲ្យអ៊ំអ្នកវាយស្គរមើលអ៊ំប្រុសនោះក៏ចាប់ផ្ដើមក្រវីក្បាលហើយក្មេងស្រីស្រស់ស្អាតរូបនោះបានទះដៃដើម្បីលើកទឹកចិត្តឆឹងម្ដងនេះអ៊ំអ្នកវាយស្គរក៏បានបញ្ចេញស្នាដៃរបស់គាត់ដែរហើយពួកគេទាំងពីរនាក់បានប្រណាំងប្រជែងបញ្ចេញស្នាដៃវាយស្គររបស់គេរៀងៗខ្លួនអ៊ំអ្នកវាយស្គរក៏ចាប់ផ្ដើមហត់អស់កម្លាំងហើយគាត់ក៏បាននិយាយថាកុំមើងងាយអាឆឹងទោះជាដៃគេជាប់គ្នាប៉ុន្តែការវាយស្គររបស់គេគឺល្អណាស់ចំណែកឆឹងគេមិនស្ដាប់ពាក្យដែលអ៊ំប្រុសនោះនិយាយទេគេបានផ្លឹកមើលមនុស្សស្រីដែលគេកំពុងលួចស្រឡាញ់ហើយបន្ទាប់មកឆឹងក៏បានចូលបន្ទប់ទឹកស្រាប់តែឃើញក្មេងស្រីដ៏ស្រស់ស្អាតនោះនៅក្នុងបន្ទប់ទឹកនឹងដែរពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមណែនាំខ្លួនហើយនឹងប្រាប់ឈ្មោះគ្នាទៅវិញទៅមកហើយក្មេងស្រីដ៏ស្រស់ស្អាតរូបនឹងឈ្មោះថាយ៉ាយ៉ាពេលទៅដល់ផ្ទះវិញឆឹងក៏ចាប់ផ្ដើមយល់សប្តិឃើញយ៉ាយ៉ាពួកគេទាំងពីរនាក់បានរត់លេងយ៉ាងសប្បាយហើយឆឹងក៏បានរត់តាមយ៉ាយ៉ាដែរយ៉ាយ៉ាក៏បានរត់ទៅអោបឆឹងហើយក៏បានដួលទៅលើស្មៅឆឹងក៏បាននិយាយថាគេមានអារម្មណ៍ក្តៅចម្លែកនៅពេលដែលយ៉ាយ៉ានៅពីលើខ្លួនរបស់គេបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមថើបគ្នាចិត្តដល់វគ្គថើបគ្នាឆឹងក៏បានងើបពីយល់សប្តិហើយគេក៏ក្រោកឡើងទៅមុជទឹកប៉ុន្តែឆឹងបានឃើញអាវហើយនឹងកម្រាលពូករបស់គេសើមពេលនោះស្រាប់តែយាយរបស់គេដើរចូលមកហើយឆឹងក៏ស្រែកប្រាប់ថាឲ្យគាត់ចេញទៅខាងក្រៅសិនយាយរបស់ឆឹងក៏អឺតមើលម្ដងទៀតហើយគាត់ក៏ញញឹមតិចព្រោះគាត់ដឹងថាចៅប្រុសរបស់គាត់ពេញកំឡោះហើយឆឹងក៏ប្រមូលកម្រាលពូកយកទៅបោកដោយខ្លួនឯង